បាទបងប្អូនថ្ងៃនេះទំនេរមកលេងទស្សនភាពនៅកោះរុស្ស៊ីបងប្អូននេះវីឡាគេណាបងប្អូនវីឡានេះមួយយប់ចូល$300នេះកន្លែងសួនគេមើលទៅឡើងស្រស់ស្អាតបងប្អូនមើលឲ្យទៅលេងនៅកោះរុស្ស៊ីបងប្អូនឥឡូវខ្ញុំជីបាគីទៅដើរលេងទស្សនភាពចឹងណាហើយពីមើលទៅទស្សនភាពឡើងស្រស់បំផុតហ្មងហើយកន្លែងនេះមានហើយផ្ទះវីឡាគេច្រើនមែនទែនច្រើនកន្លែងណាស្ដាប់វីឡាគេវីឡាធ្វើឲ្យភ្ញៀវធ្វើឲ្យទេសចរដេកគេមួយយប់បងប្អូនហើយផ្លូវគេចាប់បេតុងឡើងស្អាតឡើងមើលទៅទៅបើហើយកន្លែងនេះកន្លែងអាងហាទឹកបងប្អូនអាងហាទឹកទេសចរមានបារាំងមានថៃមានយួនមានច្រើនចិនអីក៏មកនោះដែរបងប្អូនតែនេះហៅថាខ្សាច់សឆ្នេរសមើលទៅទស្សនភាពឡើងស្រស់ស្ពនហ្មងហើយកន្លែងនេះខាងរីសតគេពួកមកនេះរីសតគេកន្លែងនេះកន្លែងញ៉ាំអាហារកន្លែងលក់គ្រឿងសមុទ្របងប្អូននេះហៅនេះឆ្នេរសនេះកន្លែងនេះយប់ហ្នឹងធ្វើមានកម្មវិធីធ្វើលេងបើកឆាកបងប្អូននេះកន្លែងគេហៅវាអីមើលទៅទស្សនភាពស្អាតហ្មងស្រស់ស្អាតហ្មងដើមផ្កានឹងពេញហ្នឹងបងប្អូននឹងស្រស់មើលទៅគឺស្ដាប់វីឡាគេបងប្អូនណាវីឡាធ្វើឲ្យទេសចរគេជប់ដល់បងប្អូនមើលទៅឡើងស្រស់ស្អាតហ្មងមើលទៅអូយហើយថោកទេបងប្អូនមួយយប់ត្រូវតែ$300-400ទេបងប្អូននេះខាងបុគ្គលិកលាងសម្អាតនេះម៉ូតូដឹកកវ៉ាន់គេបងប្អូនហើយនេះគេហៅថាកន្លែងសិនអីគេទៅបងចូលទៅមើលទៅឡើងស្អាតហ្មងនេះនឹងផ្លែគេទាំងបងថត